បងប្រុសម្នាក់នេះគាត់ធ្វើកម្មករនៅថៃជាង10ឆ្នាំមួយថ្ងៃគាត់ជៀនត្រីរាប់តោនអ្នកទាំងអស់គ្នាត្រីអណ្ដែងគឺញោមត្រីអណ្ដែងគឺគាត់ជៀនបំពងហើយឥឡូវគឺគាត់មកជៀននៅភ្នំពេញបបពិសោធន៍5ឆ្នាំហើយអញ្ចឹងបើគិតទៅ5-10ឆ្នាំរបស់គាត់ហើយមុខរបរជាមួយនឹងញោមត្រីអណ្ដែងនេះត្រីអណ្ដែងរបស់គាត់ហ្នឹងគឺឡើងស្រួយហើយមានរាងស្អាតមែនតើនិយាយទៅផ្នត់មើលមកដូចដាក់ម្សៅអញ្ចឹងតែការពិតខ្ញុំមើលប្រសេសរបៀបធ្វើរបស់គាត់គឺអត់មានទេគឺគាត់យកសាច់របស់វាយកមកច្រាំសុទ្ធហើយចាក់ជាមួយប្រេងសណ្ដែកយកមកបំពងហើយស្រួយមែនតើហើយអ្វីដែលពិសេសគឺទឹកត្រីនេះមិនអាចខ្វះបានទេត្រូវតែឆ្ងាញ់ចេញពីទឹកត្រីនឹងតែម្ដងហើយញោមញ៉ាំជាមួយស្វាយញោមជាមួយសាឡាត់អីចឹងមកឆ្ងាញ់ណាស់អ្នកទាំងអស់គ្នារសជាតិមួយអែមពោលទៅកំង order តាម page ណាំហ្វាបាននិយាយទៅ page របស់គាត់គឺបាយអូនពួងហ្នឹងគឺគាត់ជំនាញទៅលើការធ្វើប្រភេទញោមត្រីអណ្ដែងហ្នឹងគឺគាត់ធ្វើមករាប់ឆ្នាំហើយប្រភេទញោមនេះរសជាតិរបស់គាត់គឺលំនាំតាមប្រទេសថៃសុទ្ធព្រោះដោយសារគាត់ធ្វើកម្មករនៅស្រុកថៃយូរអញ្ចឹងម្ហូបថៃខ្ញុំប្រាប់ថាម្ហូបថៃព្រោះម្ហូបនេះគាត់ក៏ប្រាប់ដែរថាគាត់រៀនមកពីប្រទេសថៃទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តរសជាតិដើមចង់បានរសជាតិរបៀបគាត់របៀបថៃចំគឺកន្លែងគាត់នេះហើយចឹងសម្រាប់ត្រីអណ្ដែងរបស់គាត់គឺគាត់ជៀនបំពងបែបនឹងសុតស្រស់អណ្ដែងត្រូវតែរស់អត់មានជៀនអណ្ដែងងាប់ទេព្រោះគុណភាពសាច់គឺចេញមកពីត្រីដែលនៅរស់នឹងឯងយកមកធ្វើភ្លាមណាអញ្ចឹងគឺគាត់ជំនាញខ្លាំងព្រោះដោយសារគាត់ធ្លាប់ធ្វើឲ្យគេនៅស្រុកថៃគេល្បីម៉ានុយនឹងខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ញ៉ាំញោមត្រីអណ្ដែងដែលចំហើយរសជាតិគាត់ថេអ្នកនរនេះគឺកន្លែងគាត់នេះហើយព្រោះគាត់លក់5ឆ្នាំនៅភ្នំពេញគឺគាត់ជំនាញមែនតើហើយគាត់មាននៅតាមផ្សេងទៀតព្រោះគាត់មានបោះដុំបោះអីចឹងណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ញ៉ាំគឺអាចមកកន្លែងគាត់នេះបានសាកល្បងភ្លក់ញោមត្រីអណ្ដែងមានអីអ្នកទាំងអស់គ្នាប្លែករបស់គេព្រោះដោយសារត្រីអណ្ដែងនេះគឺគេបេះសាច់បេះយកសាច់យកឆ្អឹងយកអីយកឆ្អឹងចេញទាំងអស់ហើយបានគេយកសាច់ទៅចិញ្ច្រាំហើយស្បែកគឺគេទុកមួយឡែកគេយកទៅបំពងយកមកញ៉ាំជាមួយអីចឹងទៅនេះជាម្ហូបមួយដែលប្លែកមាត់អ្នកទាំងអស់គ្នាញ៉ាំទៅព្រោះអីវាជាមុខម្ហូបខាងប្រទេសថៃណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់សាកចង់ភ្លក់រសជាតិម្ហូបនេះគឺអាចកំងពីគាត់បាននិយាយទៅតែ$2ទេទីតាំងរបស់គាត់ដឹកជញ្ជូនអីអញ្ចឹងទៅអញ្ចឹងសម្រាប់តាម app មាននៅលើ Wow Now អ្នកទាំងអស់គ្នាអាចកំងតាម app បានដូចគ្នាតាម app ហើយជាមួយនឹងការចិញ្ច្រាំអីរបស់គាត់គឺគាត់ចាក់លាយប្រេងសណ្ដែកដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអត់មានលាយម្សៅលាយអីទេអញ្ចឹងសម្រាប់ក្បួនការធ្វើរបស់គេគឺគាត់ធ្វើតាមលំនាំបទពិសោធន៍គាត់10ឆ្នាំនៅប្រទេសថៃជាកម្មករគេនឹងឯងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់សាករសជាតិដូចរសជាតិនៅថៃគឺញ៉ាំហ្វាហ្នឹងឯងនិយាយទៅណាមហ្វាហ្នឹងគឺជាឈ្មោះកូនស្រីរបស់គាត់ទេណាមហ្វាហ្នឹងហើយគាត់ដាក់ណាមហ្វាហើយគាត់មានលក់ញោមនេះមកជាច្រើនឆ្នាំហើយនៅលើ Facebook page អ្នកទាំងអស់គ្នាអាចចូលទៅ comment ពីគាត់បានដូចគ្នាខ្ញុំដាក់លេខទូរស័ព្ទ caption អីព័ត៌មានលម្អិតនៅលើនឹងជូនអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នា comment អញ្ចឹងសម្រាប់មុខម្ហូបនេះគឺសាមញ្ញប៉ុន្តែញ៉ាំទៅជក់មាត់មែនតើដោយសារតែទឹកត្រីហ្នឹងវាត្រូវជាមួយនឹងប្រភេទសាច់ត្រីបំពងស្រួយនឹងមែនតើគាត់ថាខ្ញុំទៅសើមួយគេចេះនឹកឃើញធ្វើរូបរាងហ្នឹងណាអញ្ចឹងសម្រាប់មុខម្ហូបទាំងអស់នេះយើងអាច inspire ច្នៃប្រឌិតរបៀបអីណាមួយដែលព្រោះអីការជៀនរបស់គេអ្នកនរគ្នាឃើញអត់ព្រោះវាធ្វើឲ្យសាច់ត្រីហ្នឹងគឺវាស្រួយហើយគាត់មានវិធីក្នុងការទុកដាក់វាធ្វើម៉េចឲ្យស្រក់ខ្លាញ់ឲ្យអស់ព្រោះអីតែមិនអញ្ចឹងទេគឺវាខាវាអីចឹងណាអញ្ចឹងមានការទុកដាក់អីត្រឹមត្រូវព្រោះมันអាចទុកនៅវាលបានទេពេលគេជៀនឲ្យចប់គេចប់បិទវិចអីត្រឹមត្រូវមែនតើហើយគេដាក់ជាកញ្ចប់ឲ្យយើងអញ្ចឹងមកតម្លៃមួយឈុត$2ខ្ញុំគិតថាសមរម្យមែនតើ$8000រៀលអញ្ចឹងពីអ្នកគាត់នេះគឺគាត់មាននិយាយទៅគ្នាគាត់ហ្នឹងគឺគាត់ធ្វើកម្មករឲ្យថៃរាប់ឆ្នាំហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្វីដែលគាត់បានរៀនសូត្រគាត់ច្នៃគាត់ប្រឌិតរៀនធ្វើមុខម្ហូបនេះមកអ្នកទាំងអស់គ្នាគ្រប់គ្រងគាត់អាចជួយជាវគាត់បានអញ្ចឹងពីខ្ញុំទៅឃើញទស្សនវិជ្ជាបែបនេះគាត់តស៊ូមករាប់ឆ្នាំហើយបានមកបើកខ្លួនឯងនេះគឺជាអ្វីដែលយើងមិនងាប់កាឡាអ្នកទាំងអស់គ្នាមិនមែនធ្វើកម្មករគេមកជីវិតទេអញ្ចឹងយើងអាចរៀនសូត្របានតាមណាយើងអាចច្នៃតាមហ្នឹងទៅហើយអ្វីដែលពិសេសគឺទឹកត្រីនឹងឯងគេប្រចាំតកោគឺបើថាធ្វើទឹកត្រីអត់ត្រូវញ៉ាំអត់ឆ្ងាញ់ទេអាមុខម្ហូបនេះបើថាត្រឹមមកបំពងត្រីអណ្ដែងនេះអ្នកមុំក៏គេបំពងបានដែរគ្រាន់តែថាគេមានតាក់តិចធ្វើម៉េចបំពងឲ្យចេញរូបរាងជាជ្រុងស្អាតគាត់កន្លែងគាត់គឺគាត់ជំនាញអាហ្នឹងអញ្ចឹងពីខ្ញុំទៅអ្នកទាំងអស់គ្នាបើចង់ញ៉ាំកន្លែងគាត់រសជាតិច្បាស់ចំអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាអាច order ពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបាយបាយ